ដែរទី1គឺជំងឺបេះដូងដែលធ្ងន់ធ្ងរខ្សោយបេះដូងខ្លាំងក៏ជាមូលហេតុដែលបង្កឲ្យគាត់មានជំងឺស្ទាក់ដង្ហើមពេលគេងអ្នកជំងឺដែលគាត់ធ្លាប់មានប្រវត្តិ stroke ដែលភាសាអង់គ្លេសថា stroke ភាសាខ្មែរនិយាយថាបញ្ហាសរសៃឈាមនៅក្នុងខួរក្បាលណាអញ្ចឹងគាត់ឆ្លងកាត់បទពិសោធន៍មួយហ្នឹងគាត់ក៏អាចប្រឈមទៅនឹងបញ្ហានៃជំងឺស្ទាក់ដង្ហើមពេលគេងដូចគ្នាដែរមួយវិញទៀតគឺទៅលើទម្រង់មុខរបស់យើងបានន័យថាគាត់មានទម្រង់មុខដែលតូចចង្អៀតផ្លូវដង្ហើមផ្នែកខាងលើរបស់គាត់ហ្នឹងគឺតូចចង្អៀតខ្លាំងអញ្ចឹងក៏អាចបង្កឲ្យមានជំងឺស្ទាក់ដង្ហើមពេលគេងដូចគ្នាដែរជំងឺអរម៉ូនមួយចំនួនដែលបង្កឲ្យមានការរីកធំនៃអណ្ដាតរបស់គាត់ណាជាពិសេសគល់អណ្ដាតរបស់គាត់ហ្នឹងក៏ជាមូលហេតុឲ្យមានជំងឺស្ទាក់ដង្ហើមពេលគេងដូចគ្នាដែរអ្នកជំងឺមួយចំនួនគាត់ប្រើថ្នាំអាចខ្ញុំនិយាយថាជំងឺដែលគាត់មានបញ្ហារាងកាយគាត់ប្រើថ្នាំបំបាត់ការឈឺចាប់កម្រិតណាមួយប្រភេទពួកញៀនបែបនឹកលាយឡំជាមួយនឹងថ្នាំបំបាត់ការឈឺចាប់ផ្សេងៗទៅលើអ្នកជំងឺមហារីកផ្សេងៗក៏ជាមូលហេតុដូចគ្នាអ្នកជំងឺដែលគាត់មានជំងឺសួតរ៉ាំរ៉ៃក៏ជាមូលហេតុហើយនឹងអ្នកជំងឺតាក់ទងនឹងប្រព័ន្ធសរសៃប្រសាទមានជំងឺមួយចំនួនដែលតាក់ទងទៅនឹងកំសោយនៃប្រព័ន្ធសរសៃប្រសាទរបស់គាត់ដែលធ្វើឲ្យមានផលប៉ះពាល់ទៅលើសាច់ដុំផ្លូវដង្ហើមអញ្ចឹងក៏អាចបង្កឲ្យមានជំងឺស្ទាក់ដង្ហើមពេលគេងផងដែរបើនិយាយរួមទៅគឺមានជំងឺច្រើនដែលអាចបង្កឲ្យមានការស្ទះដង្ហើមពេលគេងប៉ុន្តែអ្វីដែលយើងសង្កេតឃើញទៅលើមនុស្សពេញវ័យគឺការធាត់លើសគីឡូខ្លាំងគឺសុទ្ធតែជាមូលហេតុចម្បងដែលបង្កឲ្យមានជំងឺស្ទះដង្ហើមពេលគេងលក់